បងប្រុសខ្ញុំអ៊ំហេតុអ្វីបានជាបន្ទោសអ្នកថាឈឺហេតុអ្វីបានជាអ្នកចូលផ្ទះខ្ញុំហើយគូសទ្វារហេតុអ្វីខ្ញុំគូទ្វារពេលខ្ញុំចូលអន្តេវាសិកដ្ឋានខ្លួនឯងម៉េចខ្ញុំចេញទៅមុនហើយឯងបន្តហេចូលមកអូខ្ញុំកំពុងលង់ទឹកហើយសួស្ដីលោកនេះជាព័ត៌មានទំនាក់ទំនងរបស់អ៊ីដលរបស់អ្នកហឺខ្លែងខ្លាយអ្នកដើរកាត់ដូចអ្នកច្បាស់ជាមិនមានឃាតនោះទេក្នុងនាមជាអ្នកគាំទ្រជាន់ខ្ពស់របស់ដែនរបស់ខ្ញុំតើវាជារឿងធម្មតាទេដែលមានព័ត៌មានទំនាក់ទំនងរបស់គាត់បងស្រីខ្ញុំឈឺហើយត្រូវការថ្លៃព្យាបាលជាបន្ទាន់តើអ្នកណាខ្លះនៅមានលុយសូមជួយខ្ញុំនឹងប្រគល់វាជូនអ្នកវិញនៅថ្ងៃស្អែកហើយចាំកាយធំមួយឈឺតើខ្ញុំអាចខ្វះលុយរបស់អ្នកដោយរបៀបណាអ្នកនឹងមិនត្រូវបានគេបញ្ឆោតទេមែនទេអ្នកមិនដេញតាមផ្កាយដូច្នេះតើអ្នកដឹងអ្វីលុយរបស់តារាត្រូវបានគ្រប់គ្រងដោយភ្នាក់ងាររបស់ពួកគេចុះរបស់អ្នកវិញរបស់ខ្ញុំផ្ការបស់ខ្ញុំមិនបាននិយាយថាខ្ញុំចង់ខ្ចីវាទេអត់ទេខ្ញុំនឹងមិនខ្ចីលុយអ្នកច្រើនទេបាទអរគុណអូខ្ញុំកំពុងណាត់ជួបជាមួយវីរបុរសអមតៈរបស់ខ្ញុំក៏ចង់បានលិខិតបញ្ជាក់ដែរខ្ញុំក៏ចង់បានមួយលើកលែងតែមនុស្សអាត្មានិយមមួយចំនួនមួយពិន្ទុក្នុងមួយហត្ថលេខាខុសពីមនុស្សមួយចំនួនខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការមានហត្ថលេខារបស់បងប្រុសយើងទេតើតារាល្បីអាចជួបអ្នកគាំទ្រជាលក្ខណៈឯកជនដោយរបៀបណាហើយគាត់កំពុងប្រគំតន្ត្រីនៅបរទេសកាលពីម្សិលមិញបានមកទីនេះថ្ងៃនេះមានរឿងអីមិនប្រក្រតីឯណាបងប្រុសនៅទីនេះតើអ្នកជានរណាតើបងប្រុសខ្ញុំនៅឯណាបងប្រុសរបស់អ្នកគឺជាតារាសម្ដែងអ្នកកុហកអ្នកក៏កំពុងប្រព្រឹត្តដែរវាមិនសំខាន់ទេដែលអ្នកដេញតាមហើយខ្ញុំប្រាប់អ្នកបានផ្ញើរូបភាពទាំងនោះមកខ្ញុំពីមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកកំណត់ត្រាជ័យគឺនៅទីនេះខ្ញុំបានបង្ហោះរឿងទាំងនេះនៅក្នុងវេទិកាសាលាហើយគ្មានឱកាសទេគ្មានផ្លូវទេហេតុអ្វីបានជាអ្នកនៅទីនេះជាការពិតណាស់ខ្ញុំបានមកសង្គ្រោះអ្នកតើផ្កាយធំអាចព្យាបាលអ្នកយ៉ាងពិសេសដោយរបៀបណាអ្នកត្រូវបានគេបោកប្រាស់តើយើងគួរធ្វើយ៉ាងណាចំពោះលុយដែលយើងខ្ចីទៅអ្នកច្បោកបាទខ្ញុំនៅតែត្រូវញ៉ាំខ្ញុំនឹងសងអ្នកវិញនៅពេលក្រោយខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើចំពោះអ្នកពីមុនតើអ្នកនៅតែសុខចិត្តជួយខ្ញុំទេតើពួកគេទាំងអស់គ្នាជាមិត្តរួមបន្ទប់ទេអ្នកអាចដេញតាមផ្កាយប៉ុន្តែការពិតនិងភាពមិនពិតនៅលើអ៊ីនធឺណិតអ្នកត្រូវប្រុងប្រយ័ត្នក្នុងការបែងចែកចាប់ពីពេលនេះទៅអូនិយាយអញ្ចឹងខ្ញុំបានកំណត់គោលដៅអ្នកពីមុនមកវាគឺជាបងប្អូនជីដូនមួយរបស់អ្នកជាយូដែលបានសុំឲ្យខ្ញុំធ្វើរឿងនេះ